រឿងនាងធនទាសីទឹកមួយក្អមរបស់ស្ត្រីមានសទ្ធាដោយយកសេរីក្នុងស្ថានសួគ៌បានក្នុងពុទ្ធកាលថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូស្ដេចយាងទៅដែនកោសលជាមួយនឹងភិក្ខុសង្ឃ500អង្គទ្រង់យាងចូលទៅសម្រាកព្រះកាយក្នុងធនក្រាមដើម្បីកម្ចាត់បងនៅមច្ឆាទិដ្ឋិរបស់ពួកព្រាហ្មណ៍ក្នុងធនព្រាហ្មណ៍នោះពួកព្រាហ្មណ៍ទាំងឡាយបានឮដំណឹងថាព្រះសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃស្ដេចយាងនិមន្តមកដល់ត្រើយស្ទឹងខាងនាយបំរុងនឹងឆ្លងចូលទៅក្នុងធនក្រាមហើយពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យទាំងឡាយបានប្រកាសប្រាប់ដល់ព្រាហ្មណ៍ជាបរិស័ទថាយើងទាំងអស់គ្នាមិនគប្បីគួរសមរាប់រកឲ្យវត្ថុអ្វីដល់សមណគោតមឡើយម្យ៉ាងទៀតយើងទាំងអស់គ្នាត្រូវអូសទូកឡើងពីកំពង់ឲ្យអស់ហើយរុះស្ពានចោលចេញទាំងសាលាសំណាក់ក៏ត្រូវរុះស្បូវរើរនាបអស់បើអ្នកណាមួយទៅគួរសមឲ្យវត្ថុអ្វីដល់សមណគោតមនិងភិក្ខុសង្ឃត្រូវធ្វើទោសអ្នកនោះដល់ជីវិតព្រះសម្ពុទ្ធទ្រង់ជ្រាបវិការៈរបស់ព្រាហ្មណ៍ដូច្នោះហើយក៏នាំភិក្ខុសង្ឃទាំង500ហោះឯកដល់អាកាសឆ្លងស្ទឹងទៅចុះត្រង់កណ្ដាលស្រុកនោះទ្រង់និមន្តទៅគង់ក្រោមម្លប់ឈើមួយដើមក្បែរអណ្ដូងទឹកសម័យនោះមាននាងទាសីម្នាក់ជាខ្ញុំបម្រើត្រកូលព្រាហ្មណ៍មួយក្នុងធនព្រាហ្មណ៍នោះកំពុងកណ្ដៀតក្អមទៅដងទឹកអណ្ដូងបានឃើញព្រះមានព្រះភិក្ខក៏មានចិត្តជ្រះថ្លាកើតឡើងនាងគិតថាសម័យនេះក្តៅណាស់ព្រះសម្ពុទ្ធនិងព្រះសង្ឃទាំងអស់អង្គប្រហែលជាស្រេកទឹកខ្លាំងបានជាមកគង់ក្នុងទីនេះអញត្រូវតែដងទឹកមួយក្អមយកទៅប្រគេនទៅគួរប៉ុន្តែព្រាហ្មណ៍ព្រឹទ្ធាចារ្យបានដាក់អាជ្ញាថាបើអ្នកណាទៅគួរសមយកវត្ថុអ្វីទៅប្រគេនដល់សមណគោតមនិងព្រះភិក្ខុសង្ឃនេះត្រូវមានទោសដល់ជីវិតនាងគិតដូច្នោះហើយក៏ដើរហួសទៅដងទឹកលុះត្រឡប់មកវិញសទ្ធាក៏កាន់តែកើតឡើងខ្លាំងឡើងទើបគិតថាណែហើយចុះអញបានជួបនឹងស្រែបុណ្យដ៏ប្រសើរយ៉ាងនេះហើយគួរតែធ្វើទានកុំឲ្យខានទោះបីគេសម្លាប់ឬដាក់អាជ្ញាយ៉ាងណាតាមការចុះនាងក៏កណ្ដៀតក្អមចូលទៅកណ្ដាលហ្វូងភិក្ខុសង្ឃយកទឹកមួយក្អមទៅប្រគេនព្រះសម្ពុទ្ធទ្រង់ទទួលដោយព្រះហស្ថទាំងពីរថ្លែងអាការៈឲ្យនាងដឹងថាព្រះអង្គត្រូវការទឹកនោះណាស់ទ្រង់ចាក់ទឹកនោះលុបប្រភពហើយឆាន់ក្នុងទីចំពោះមុខរបស់នាងដោយអំណាចឫទ្ធិរបស់ព្រះអង្គទឹកក្នុងក្អមនៅពេញដដែលទើបឲ្យក្អមនោះទៅភិក្ខុសង្ឃទាំង500អង្គឆាន់ទៀតទឹកក្អមក៏នៅតែពេញដដែលនាងធនទាសីបានឃើញហេតុចម្លែកអស្ចារ្យដូច្នោះហើយសេចក្តីជ្រះថ្លាក្នុងព្រះសាស្តាក៏កាន់តែចម្រើនសុថាពលឡើងជា100គុណកាលភិក្ខុសង្ឃទាំង500អង្គឆាន់ឆ្អែតស្កប់ស្កល់ហើយព្រះសម្ពុទ្ធទ្រង់ប្រទានក្អមទឹកនោះដល់នាងធនទាសីវិញនាងបានទទួលក្អមហើយថ្វាយបង្គំលាព្រះមានព្រះភិក្ខទៅគេហដ្ឋានរបស់នាងវិញជាលំដាប់នោះពួកព្រាហ្មណ៍ទាំងឡាយក៏ចាប់នាងវាយតប់បណ្ដើរយកទៅឲ្យព្រាហ្មណ៍ជាចៅហ្វាយទាំងឡាយនោះបានវាយថែមទៀតតលតែស្លាប់ក្នុងពេលនោះទៅចំណែកខាងព្រះមានព្រះភិក្ខកាលបើនាងធនទាសីចេញទៅផុតហើយទ្រង់ត្រាស់ហៅព្រះអានន្ទប្រើឲ្យយកបាតព្រះអង្គទៅដងទឹកអណ្ដូងព្រះអានន្ទមិនហ៊ានទៅដងព្រោះខ្លាចព្រាហ្មណ៍វាយសម្លាប់ទ្រង់ប្រើជាគម្រប់3ដងព្រះអានន្ទមិនហ៊ានប្រកែកទើបកាន់យកបាតនិមន្តទៅអណ្ដូងទឹកគ្រាន់តែទៅដល់មាត់អណ្ដូងទឹកក៏បាញ់ចេញពីក្នុងអណ្ដូងចូលជន់រាជទៅលើមហាប្រតិពីលេចភូមិស្រុកធនក្រាមនោះមួយរំពេចប៉ុន្តែត្រង់កន្លែងដែលព្រះសម្ពុទ្ធនិងព្រះភិក្ខុសង្ឃគង់នោះអត់មានទឹកលេចឡើយពួកព្រាហ្មណ៍ទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះហើយផិតភ័យខ្លាំងណាស់ក៏នាំគ្នារត់ចូលទៅសុំទោសព្រះសម្មាសម្ពុទ្ធថ្វាយខ្លួនជាឧបាសកឧបាសិកាយកព្រះរតនត្រ័យជាទីពឹងទីរលឹកស្មើដោយជីវិតទឹកក៏បាត់អស់រលីងក្នុងខណៈនោះទៅឯនាងធនទាសីដែលព្រាហ្មណ៍វាយសម្លាប់នោះបានទៅកើតក្នុងស្ថានត្រៃត្រឹងមានរូបល្អឥតឧបមាមានរស្មីចែងចាំងចេញអំពីកាយផ្សាយទៅក្នុងទិសទាំងពួងមានស្រីទេពអប្សរ1000ចោមរោមជាបរិវារស្ថិតនៅក្នុងវិមានមាសមានសន្តានដូចជាទូកកឹងប្រទេសស្ថានលើទឹកទឹកក្នុងមហាស្រះបោខរណីមួយលើមាត់ស្រះមានដើមកាប់ព្រឹកដុះព័ទ្ធជុំវិញក្នុងស្រះនោះមានដើមឈូកដុះប្រងព្រាតបញ្ចេញផ្កាផ្លែផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់
ឈូកនោះមាន5ពណ៌ខ្លះដើមជាមាសស្លឹកជាកែវមณีផ្កាជាប្រាក់ផ្លែជាត្បូងទទឹមខ្លះដើមជាត្បូងទទឹមស្លឹកជាប្រាក់ផ្កាជាកែវមณีផ្លែជាមាសដោះព័ទ្ធជុំវិញវិមានប្រាសាទក្នុងពេលនោះនាងគិតពិចារណាមើលអតីតជាតិរបស់នាងក៏បានដឹងសពគ្រប់ថាអោអញដែលបានមកកើតជាទេវធីតាបរិបូរណ៍ដោយទិព្វសម្បត្តិដូច្នេះដោយសារតែទឹកមួយក្អមដែលអញបានប្រគេនព្រះសម្ពុទ្ធក្នុងស្រុកធនក្រៀមឥឡូវនេះព្រះសម្ពុទ្ធទ្រង់គង់នៅក្នុងទីនោះពុំតាន់និមន្តនាឡើយដូច្នេះគួរទៅបំពេញសម្បត្តិរបស់អញឲ្យវិសេសជាងនេះទៅទៀតគិតដូច្នោះហើយចុះមកភ្លាមវាមានប្រាសាទក៏អណ្ដែតដោយមកប្រទេសស្ថានលើផែនដីក្នុងទីចំពោះព្រះភ័ក្ត្រព្រះសម្ពុទ្ធនាងទេពធីតាបាននាំបរិវារទាំង 1000 ចេញពីវិមានប្រាសាទចូលទៅថ្វាយបង្គំព្រះសម្ពុទ្ធជាបរមគ្រូពេលនោះពួកព្រាហ្មណ៍ទាំងឡាយដែលកំពុងតែអង្គុយគាល់ព្រះមានព្រះភិក្ខក៏ផ្អើលឈូឆរនឹកស្ងើចក្នុងចិត្តឥតឧបមាព្រះមានព្រះភិក្ខទ្រង់ត្រាស់សួរនាងទេពធីតាដើម្បីឲ្យព្រាហ្មណ៍ទាំងអស់បានដឹងក្នុងពេលនោះថាមនាលទេពធីតាអ្នកបរិបូរណ៍ដោយទិព្វសេរីមានពន្លឺចែងចាំងជានិច្ចតើនាងមកអំពីទីណាបានធ្វើបុណ្យអ្វីក្នុងជាតិមុននាងទេពធីតាក្រាបទូលថាបបិទ្ធព្រះមានព្រះភិក្ខខ្ញុំព្រះអង្គមកពីស្ថានត្រៃត្រឹងកាលពីម្សិលមិញខ្ញុំព្រះអង្គនៅក្នុងស្រុកធនក្រៀមនេះបានដងទឹកមួយក្អមប្រគេនព្រះអង្គលុះត្រឡប់ទៅផ្ទះពួកព្រាហ្មណ៍ទាំងឡាយដែលអង្គុយជុំវិញនេះនាំគ្នាចាប់វាយខ្ញុំព្រះអង្គបណ្ដាលទៅឲ្យព្រាហ្មណ៍ជាចៅហ្វាយរបស់ខ្ញុំព្រះអង្គបានវាយថែមទៀតដល់រាប់ដល់ស្លាប់បន្ទាប់មកនាងក៏បានថ្លែងរៀបរាប់អំពីទិព្វសម្បត្តិរបស់នាងក្នុងស្ថានសួគ៌ដោយសពគ្រប់លុះចប់ព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់សម្ដែងនូវធម្មកថាពន្យល់អំពីអរិយសច្ចធម៌4ប្រការនាងទេពធីតាក៏បានសម្រេចដល់សោតាបត្តផលក្នុងពេលនោះទើបថ្វាយបង្គំ